ពូលោកគាត់មកនោះចាជំរាបសួរបងបងជើញអង្គុយចាសុំជើញមកអូននាំទៅចូលមកសុំជើញបាទអូបាទសុំជួយសុំជើញបងសុំជើញបងវាសួរបាទអរគុណនេះមកខាងនេះខ្លាំងមកខាងនេះខ្លាំងជើញខាង សួរលោកធានបាទលើកដៃថ្វាយព្រះបងបាទសុំជួយលោកអីមានបាទអីមានលោកប្រធានចាលោកប្រធានខ្ញុំអង្គុយខ្ញុំឈរបានជើងអង្គុយបាទអូនអង្គុយបងអង្គុយចាអីខ្ញុំសុំឈរបងជើញអង្គុយបងអត់អីណាចាយកឲ្យជើងចូលបានណាចាតែជើងអញទៅតាំងខ្លោងវាមុខអញយកឲ្យជើងសិនចឹងចាទៅយកឲ្យជើងមកអូនហ្នឹងអូនបាទឥឡូវមកកៅអីអត់ហ៊ានអង្គុយអីមកដល់ក្រុមហ៊ុនមេមកដល់បាត់តែជើងភ្លាមតែម្ដងបងអត់ហ៊ានអង្គុយទេមកបងអង្គុយមកបាទមានអីខ្ញុំមិនហ៊ានឲ្យអ៊ំអង្គុយគាត់ចាស់ហើយថ្ងៃនេះខ្ញុំត្រូវការជ្រើសរើសបុគ្គលិកផ្នែកលក់បន្ថែមហើយបើមានអ្នកណាមានសមត្ថភាពមកដាក់ CV មកបាទចាដាក់ CV ចាដាក់ CV មកដាក់ CV មកបងដាក់ CV មកអត់ទៅហ៊ានអង្គុយដោយសាររដងតាំងអង្គុយពុកទៅយកតអីគេណា CV អីមែនអីគេឲ្យចាន់មកអានេះក៏ដាក់ជួយលុយធនាគារឈ្គត់អាហ្នឹងហើយសិតថានេះចាំមិនអីគេទេបងដាក់លុយជួយលុយធនាគារមកដាក់សុំគេធ្វើសមីខ្ញុំខ្ញុំបំពេញនេះមេអានខ្លួនឯងនេះក៏ឲ្យខ្ញុំអានឲ្យអេបើមេអានអក្សរខ្ញុំអត់រួចទេចាអញ្ចឹងយកអក្សរខ្ញុំទៅទេតខ្ញុំអានខ្លួនឯងមិនដាច់អូអានក៏បានដែរអញ្ចឹងនិយាយខ្ញុំសុំសួរមួយលោកអគ្គនាយករើសរកបុគ្គលិកក៏រើសរកទីផ្សារអីក៏រើសរកផ្នែកលក់រកបុគ្គលិកដែលមានសមត្ថភាពខាងផ្នែកលក់អូចំហ่ะខ្ញុំលក់តិចលក់ហ្នឹងគេថាលក់បានឲ្យលក់តកែវាលក់យកចាយខ្លួនឯងលក់គឺផលិតផលសម្រាប់ក្រុមហ៊ុនលុយគឺចូលមកក្រុមហ៊ុនអូមិនលក់គោលក់អីណាខ្ញុំគួយអស់ទៀតមកមេមកលក់សម្ភារៈក៏មកលក់មុខអេបងប្អូនចង់មកលក់មុខខ្ញុំមានសំសុកនៅហ្នឹងមានបាទជួយដឹកជួយនាំណាបាទចាអញ្ចឹងសុំបងណែនាំខ្លួនណែនាំខ្លួនដល់ម្នាក់មកបាទមកខ្ញុំមុនទេចាបាទសូមជួយខ្ញុំបាទឈ្មោះវ៉ាន់គីវីនដាក់វ៉ាន់គីវីនដាក់កាបូបទុកសិនមកនេះឡើងមកនេះខាងមុខមកចាធ្វើបាត់បង្ហាញខ្ញុំបាទឈ្មោះវ៉ាន់គីវីនអាយុ17ឆ្នាំរស់នៅបូរីពិភពថ្មីគីឡូលេខ6គាត់ទៅដល់បូរីហើយចាហើយសម្រាប់ដល់បូរីមកដាក់ពាក្យលោកប្រធានអប៉ែហ្នឹងនៅផ្ទះចិត្តខ្ញុំដែរតាវិមិននៅផ្ទះមួយគ្នាហើយចានៅផ្ទះមួយហើយបងមានបទពិសោធន៍ការងារអីខ្លះអីអត់បាត់សតបានទេវានៅ5គីឡូ1ខ្ញុំនៅគីឡូ9ខ្ញុំបាត់សតច្រើនទេអូននោះហើយតែមានចង់មកធ្វើ2គីឡូនិយាយទៅខ្ញុំនៅក្រោមស្ពានព្រៃភ្នៅហ្នឹងបាទឥឡូវអត់មានបទពិសោធន៍អីក៏បានដែរសំខាន់ណែនាំខ្លួនបើមានបទពិសោធន៍ប្រាប់ខ្ញុំឥឡូវផងមកណាបាទបងនេះគាត់អត់មានបទពិសោធន៍ទេអត់អីខ្ញុំត្រូវការតែគាត់ចាគាត់លេខមេតែគេខ្លះគាត់ប្រកាយឥឡូវខ្ញុំត្រូវការជ្រើសរើសសិនមកចាសូមជំរាបសួរមេខ្ញុំបាទឈ្មោះចែមក្រាន់ចែមក្រាន់រស់នៅឈ្មោះឲ្យតកស៊ីអូននៅពេលនិយាយចេះតែទាយបែបខ្ញុំចែមក្រាន់ចាចែមក្រាន់ស្រុកកំណើតនៅស្វាយរៀងចានៅភូមិកំពង់រទេសឃុំប៉ែតកូនទីម៉ានកូនទី4ភូមិអីឃុំអីបងទៀតភូមិកំពង់រទេសឃុំប៉ែតពួយដៃផ្សេងបាទខេត្តស្វាយរៀងអូខេត្តស្វាយរៀងបាទហើយបទពិសោធន៍មានតែពីក្រុងភ្នំពេញបទពិសោធន៍អត់មានទេនៅស្រុករត្រីដាក់ម៉ោងឯនេះហើយមិនចង់មកធ្វើការខាងផ្នែកទីផ្សារអត់អីអូនបាទមកបន្តទៀតខ្ញុំលោកពូចាបាទកាត់ពីដល់ស្លាប់ហើយពូឈ្មោះមង្គលពូមង្គលឈ្មោះប៉ាត់បែបមុខទៅនោះទីព្រោះខ្ញុំមានដាក់កាមេរ៉ានៅខាងមុខដើម្បីឈ្មោះមង្គលអាយុ22ឆ្នាំអូចាស់មកចាស់ជាងតាខ្ញុំទៀតប្រកបអត់ទេពូ22ណាយុទ្ធចេញមកកន្លះបោកតាំងព្រឹកពូនិយាយត្រង់ពូអីកន្លែងក្រុមហ៊ុននេះអត់យកអ្នកកុហកអីនិយាយពូក្រុមហ៊ុនហ្នឹងបើសិនជាអាយុមិនស៊ីជាមួយមុខគេអត់ឲ្យជាប់ទេណាអាយុ22បាត់បសោតការងារធ្លាប់លក់មាសអូយជំនាញខាងមុខមាសចាំមកថាទីផ្សារគាត់ខ្លាំងណាស់ចាបាទអរគុណមកបន្តទៀតខ្ញុំបាទឈ្មោះខ្ញុំបាទគ្រប់ប្រធានខ្ញុំបាទឈ្មោះពៅសរឿនហៅម៉ៃខ្ញុំបាទមានងាររងៃជាចេញពីឡោកបែកមកតែបាទមើលមុខឲ្យចំមើលមុខលោកប្រធានចាញ់យូរចិត្តតែរបូតខ្សែក្រវ៉ាត់អូនបាទចាញ់ញប់លោកប្រធានចាញ់ញប់តែប្រអួតយ៉ាងម៉េចខ្សែក្រវ៉ាត់ទៅប្រអួតចង់ណែនាំអញ្ចឹងចង់ស្គាល់ពីមុខខាងក្រៅបាទខ្ញុំបាទមានមុខងារតួនាទីជាអគ្គនាយកដ្ឋានគ្រប់គ្រងឃ្លាំងគឺនៅវត្តគ្រប់គ្រងឃ្លាំងគឺឃ្លាំងអីវ៉ាន់គេធ្វើការខ្ចីរូបបទជាការទុងសពទុងអីចឹងណាមានតំណត្រស័ក្តិមុខងារស្មើនឹងគណៈកម្មការវត្តផ្នែកចាត់ចែងចង្ហាន់លោកបាទសូមចាអរគុណចាអញ្ចឹងសូមមកបន្តទៀតមកច្បាស់លាស់មកគាត់សូមគ្រប់អង្គជុំទាំងមូលអូយអូយធំគណៈរដ្ឋភូអូមកកាយុកឋានឈ្មោះក្រុងទូទៅកាយុឋានបងនិយាយចង់បន្តសំណែនាំឈ្មោះខ្ញុំឈ្មោះសេនក្រូចអូសេនក្រូចចាបងអាយុ18ឆ្នាំប៉ិតទេបងឈ្មោះហ្នឹងប៉ិតអត់ប៉ិតសេនក្រូចបាទចាសេនក្រូចអាយុ18ឆ្នាំនៅលាវជំនាញលិខិតវិទ្យាអត់ដែលមានប្រពន្ធទេនៅចាជំនាញផ្នែកលួចនិងផ្នែកលក់ហ៎លក់មិនលក់អីគេខ្ញុំលួច
លួចចំណេះ លួចបាត់ពិសោធន៍ពីគេ បាត់ពិសោធន៍ បាទហើយយកមកលក់ខ្លួនឯង ចា ខ្ញុំលក់អស់មិនសល់សុំវិញតាស្បែកជើងម៉ែខ្ញុំមកខ្ញុំលក់ដែរលក់អស់ឲ្យតែចំណេញបាទឲ្យតែចំណេញខ្ញុំលក់ទាំងអស់ នេះលក់តអស់ពី តែថ្ងៃនៅវត្តដែរទេលក់អស់ហើយ លក់អស់លីង បាទ ជំនាញលក់ អញ្ចឹងបានមកដាក់ពាក្យសុំធ្វើការទៅ បាទសុំធ្វើការក៏លក់បានមានកន្លែងលក់ទៀតកន្លែងលក់ទៀតបាទ អូ ចា អូខេ សំបងបន្ទាប់ចា ចាយើងអត់សិក្សាសោះ អានឹងបងប្អូនដែលជាគណៈបតីចូលរួមមានវិលខ្មិនហើយនឹងវិលខ្មោច វាខ្មោចយ៉ាងណាបងមាន មាន វា ខ្មោ ខ្មោច ច ទេ ទេវាខ្មោច វាខមមិនបានដែរ ខ្ញុំឈ្មោះអាឆុន អូបងឆុនហៅ ឆុ អី ន បង គេហៅឆុនអាឆុនឪ ស្អីឆុន យន្តឆុន យន្តឆុនមិនខ្ញុំអត់យល់ទេនេះ ឪមួយឈ្មោះយន្ត អូឪឈ្មោះយន្ត វាមិនដែរឈ្មោះមកដល់នេះឈ្មោះអី ឈ្មោះយន្តខ្ញុំឈ្មោះឆុនគេហៅយន្តឆុន យន្តឆុនចាតើយន្តឆុន អូ ចៅញឹមតំ ចៅ យឹមថ អត់ ត ទេហៅ មែន អញ មែនមែនអាយុអត់អាយុ អាយុបងអាយុ អាយុ អាយុវាទៀងហ្នឹង តាក់តងនឹងសង្ខារមិនទៀងហើយខ្ញុំមានបទពិសោធន៍ទីកន្លែងកន្លែងទី1ខ្ញុំធ្លាប់ធ្វើការនៅកន្លែងប៉ុស្តិ៍វិទ្យុខ្ញុំចូលធ្វើការចូលឈ្មោះដាក់ធ្វើការពេលថ្ងៃល្ងាចរន្ធបាញ់ប៉ុស្តិ៍ក្នុងឆែអស់ មកទេ ខ្ញុំក៏បានបដូរទៅទីតាំងទី2 ហើយទីតាំងទី2ធ្វើអីដែរ ធ្វើការនៅខាងទីផ្នែកសម្ភារៈលក់សម្ភារៈ អូសំភារៈ នេះសម្ភារៈហ្នឹង ល្អ ចា ខ្ញុំដាក់ពាក្យទៅគឺអត់ជាប់ទេតែខ្ញុំចូលធ្វើការហើយគេថាខ្ញុំអត់ជាប់ទេ មិនចឹង មានថាយើងចូលធ្វើការមុនជាប់ អត់បានអត់ជាប់ អ ហើយ ត់ បាន ជាប់ ធ្វើ អត់ធ្វើ ការ ការហើយដល់ពេលទី3ខ្ញុំចូលធ្វើការកន្លែងការ៉ាសាំងគឺជាភ្នាក់ងារខាងចាក់សាំង ចា ចា ថ្ងៃទី1ចូលធ្វើការគាត់តែចាក់សាំងឲ្យបន្ទោគេមកលៀតឆេះការ៉ា ចឹងបានន័យថាលោកចង្រៃចឹងចង្រៃ ហ្នឹងសង្ឃឹមថាក្រុមហ៊ុនបងនឹងមានអីថ្មី មិនលោកវិធានគិតបាស់លោះហើយ អីទេអត់អីទេ អូចាមកអាលុំបងបន្ទាប់ចា ចា អូសមីទៀតឆេះឡើយ បាទជំរាបសួរបងប្អូនទាំងអស់គ្នាជំរាបសួរលោកតកែ សភាពជាងគេ គាត់ទៅ ស្មានហូបយា អើយថៃហ្នឹងលោកតកែហូបតែបាកា ហ្នឹងហើយសួរស្មានលោកតកែហូប តកែហូបបាកាចាហូបបាកា ខ្ញុំ អត់មានអត់មានធ្វើ កុំ សើ ភ័យ ចទេ កុំភ័យអូកុំភ័យ នេះគេចាំសួរហូបយាទៅទៅពោះដឹងហើ បង យ ណែនាំខ្លួន ខ្ញុំបងវាអាចត់យកចាំ បងទឹកមាត់ព្រោះដូចភ្លៀងចឹងបងមួយបង អត់ទេបងខាងខ្ញុំអត់រើសខាងផ្នែកយមមកទេចា អូចាំផ្សាយឡូនបង បាច់ភ័យមិនស្លុតទេ អូពេលបងឈ្មោះបង បងវាជុំ បងណែនាំខ្លួនអងឈុំបងអីលេងសើ ផ្សាយឡូននេះអាចថាកុំឲ្យផាក់ជប់ដែរជប់ដែរ អូយអត់ទេអត់ស៊ីសំឡងទេបង ជប់ដែរ លោកធានគាត់ថាអត់ស៊ីសំឡងទេ មួយសិនបាទខ្ញុំបាទឈ្មោះយ៉ុងឈឹមបាទយ៉ុងឈុន អីគេឈ្មោះអីគេ ឯងឈុន ឈ្មោះអីអងឈុំមកអញមកជិះអត់ប្រកាស យើ សា ង ន ទីបាទឈឹម អូអាចឈុំអាចឈុំមែនអូអាចឈុំឈុំហ្មង មកឈុំឈុំមកឈឹម ចឹងសោះ យើងបាទឈឹម បាទឈុំហ្ម ខ្ញុំ ង ធ្លាប់មានបទពិសោធន៍រស់ស៊ីលក់ដីជាមួយ ស្អីគេបងគេបងនេះនិយាយសើចរហូតតែអត់ស្គាល់ លោកអតិថិជនខ្ញុំអាចបកស្រាយបាន ដៃខាងលោកដី លក់ដី ជួយទុំតន ដី ពួកយឹមត អូជាមួយយឹមថោអាអូយអត់មិនតែលោកប្រធានហ្នឹងមិនតែអញ្ចឹងអីរស់ស៊ីហ៊ុនគ្នាទេបកាយក៏ លក់ ដី ដីច្រើនទៅ ចា មកប្រទេស កន្លែងណាក៏មានឈ្មោះដែរ គាត់ ណា ជំ លោក នាញ ធាន ចង់គាត់ជំនាញ អូនឃើញយឹមតន ចា ស្គាល់ច្បាស់ ទៀតហើយទៀតបងទៀត ហើយអង្គវាវត្តក៏បោះឲ្យខ្ញុំដែរបន្ទាប់ពីខ្ញុំរស់ស៊ីលក់ដីជាមួយយឹមតនអត់ដាច់ខ្ញុំ បន្ទាប់ទៀតបងតាណា បង ជុំដាក់ពាក្យសើចបងមក បើចំទីបើចេះ មិនចំតិចអា ចំទីបើចេះ អីគេខ្ញុំស្ដាប់មកឲ្យបាននេះលោកទា ចំទី អូចំទាចាចំទា ចំទីបើចេះ អូចេះមក ចា ដល់ខែប្រមូលផលវិទាកូវីដចូលស្រុក ហើយ ជា បាន ចំ ផល ទី ឯបង មួយចេះខាតហើយឈប់រស់ស៊ីចំទី តែណា ទៀត ទៀត បន្ទាប់ រស់ស៊ីទៅអត់កេះបើផាតលិចទូក អូយអើយក៏ឧបសគ្គមិនអាមិនទេដូចចង្រៃគ្រប់កន្លែងមកដល់ពេលទៅលោក ជួ ទា បទៅគ្រួសារអូននឹងជួបអកុសល ជួបដែរ ចង្រៃទៅអូន មេ